តោះបងប្អូននៅថ្ងៃនេះនៅក្នុងប្រទេសថៃគឺមានការដោះលែងលោកថាក់ស៊ីនណាបងប្អូនណាវាមិនចម្លែកទេសុកប្រទេសថៃដោះលែងលោកថាក់ស៊ីនដែលឥឡូវនេះយើងកំពុងតែនាំលោកអាណៃទីនចូលទៅខាងអង្គការសហប្រជាជាតិច្បាប់សមុទ្រ UN ខ្លះបងប្អូនណាឥឡូវនេះគឺខាងភាគីថៃគឺវាអត់ព្រមព្រៀងចូលជាមួយនឹងយើងទេឥឡូវនេះគេដោះលែងលោកថាក់ស៊ីនយើងអត់ដឹងថានយោបាយនៅក្នុងប្រទេសសៀមហ្នឹងគេកំពុងតែប្រែប្រួលយ៉ាងម៉េចទេណាបងប្អូនណាព្រោះធម្មតាតែសុកក៏ដោះលែងលោកសាក់ស៊ីនមកអាចលោកសាក់ស៊ីនញ៉ៃអាចនឹងទៅកាន់នៅបាក់ភឿងថៃវិញបងប្អូនណាមិនអីថៃទេអញ្ចឹងណាញ៉ៃអាចจะមានបាតកោក្នុងការបដកម្មដើម្បីទម្លាក់លោកអនុទានណាបងប្អូនណាតោះជាងតែអានសំណេរមួយការសែតអន្តរជាតិធំចាប់អារម្មណ៍ចុះផ្សាយពីការដោះលែងអតីតមេដឹកនាំគឺលោកថាក់ស៊ីនស្របគ្នានេះដែរនាយករដ្ឋមន្ត្រីអនុទាននិងរដ្ឋមន្ត្រីការបរទេសថៃស៊ីហាសាក់ទំនងមានចំហផ្លាស់ប្ដូរលើការដោះស្រាយតាក់ទងនឹងច្បាប់អន្តរជាតិ UN ខ្លុះចំហថៃបែបនេះហើយដែលខ្ញុំតែងតែថាចំហចចកដែលបលតលិចទៅកើតលើឆាកសំដែងក្រោយឆាកសំញ៉ៃកាលដែលអនុទានសន្យាជាមួយនឹងកម្ពុជាថានឹងដោះស្រាយរឿងព្រំដែនជាមួយនឹងកម្ពុជាតាមច្បាប់អន្តរជាតិ UN ខ្លុះនិងថាកម្ពុជានិងថៃពេលនេះគឺស្ថិតក្រោមសំណាញ់ច្បាប់តែមួយត្រូវបានគេសន្មតថានិយាយដើម្បីចំណេញមុខមាត់លើឆាកអាស៊ានតែក្រោយខ្នងមានសេនានាយកផ្សេងបញ្ហាខ្លះស្មុគស្មាញនិងមានដើមហេតុដូចឆ្នេះត្រឹមតែនិយាយមួយម៉ាត់ពីរម៉ាត់គឺមិនគ្រប់គ្រាន់ឡើយតែមានរឿងរ៉ាវមួយចំនួនយើងពិចារណាបានទី1ព័ត៌មានពីរខុសគ្នាមួយថាព្រមដោះស្រាយតាមច្បាប់អន្តរជាតិ UN ខ្លុះមួយថាមិនទាន់ព្រមក្នុងរបបនេះពេលដែលកម្ពុជាកំពុងបដូរចំហដោះស្រាយលើរឿងព្រំដែននោះមនុស្សល្បិចច្រើននឹងបន្ថែមរឿងឲ្យរវល់និងរវល់កម្ពុជាប្រើពាក្យថាដោះស្រាយតាមយន្តការដែលស្រាប់តាមច្បាប់អន្តរជាតិ UN ខ្លុះក្រមយន្តការផ្សព្វផ្សាយដោយបង្ខំយន្តការដែលមានស្រាប់រាប់ត្រួសដែលអាចថាយន្តការអាស៊ានដោយមានចូលរួមពីសំណាក់ប្រធានអាស៊ាននិងបន្តតាមដានលើបទឈប់បានជាញឹកញាប់ GBC, JBC, RBC គឺសុទ្ធសឹងតែជាយន្តការដោះស្រាយរឿងព្រំដែនដែលមានស្រាប់សម្រាប់ភាគីទាំងពីរហើយគ្មានអ្វីថ្មីក្រមសេនានាយកថៃនិយមឡើយក្នុងក្របខ័ណ្ឌនេះក្បាច់ដដែលថៃនឹងបន្តគឺអាចថាសម្ញែងកម្លាំងបង្អួតសាច់ដុំហើយដុតចិត្តឲ្យឆេះដោយយកទីតាំងដែលខ្លួនកាន់កាប់ខុសច្បាប់ដូចជាបើកឲ្យប្រជាជនទៅទស្សនាតំបន់ចំនួនឬសង់របងឬរូបភាពផ្សេងដែលធ្លាប់ធ្វើកន្លងទៅថៃតំណងអូសរឿងនឹងឲ្យកាន់តែលេងមានអ្នកតាមដានហត់នឹងតាមហើយកាលណាតែគ្មានអ្នកតាមដាននោះគេនឹងរៀបធ្វើដូចមែនទែន2ព័ត៌មានបែបសន្មតមួយទៀតថាកាលណាតែលោកថាក់ស៊ីនមានសេរីភាពវិញនោះនយោបាយថៃនឹងមានការប្រែប្រួលអ្នកវិភាគខ្លះសន្មតថាអាចមានខ្លះដែរត្រង់ថាបកប្រជាជននិងបកភឿងថៃទំនងមានរបត់ដែលអាចតាក់ទាញបកមួយទៀតដើម្បីបង្កើតជាសម្លេងប្រឆាំងកាន់តែខ្លាំងក្នុងសភាប៉ុន្តែការសន្មតនេះទោះបីពិតមិនពិតក៏ដោយក៏រឿងនេះនៅតែជាកិច្ចការផ្ទៃក្នុងរបស់ថៃដែរហើយកម្ពុជានៅតែបន្តដោះស្រាយរឿងដែលសេសសល់ដែលបានចងដោយអនុទាននៅចំពោះមុខ3ព័ត៌មានថៃខែសតអង់គ្លេសថ្ងៃផ្សាយអំពីការសាងសង់របងព្រំដែននៅចន្លោះបង្គោលព្រំដែនលេខ52និង54ដែលមានចម្ងាយប្រហែល1310ម៉ែត្រនៅខេត្តបាត់ដំបងត្រង់នេះហើយឃើញថៃផ្សាយប៉ុន្តែភាគីកម្ពុជាពុំទាន់មានបញ្ជាក់ជាផ្លូវការនៅឡើយទេពិសេសគឺគណៈកម្មការចម្រុះព្រំដែនគោកកម្ពុជាថៃ JBC ដូច្នេះយើងចាំតាមដានសិន4តាមមើលព័ត៌មានប្រហែលថ្ងៃនេះល្បិចថារឿងផ្ទៃក្នុងថៃស្ថិតក្នុងដំណាក់កាលប្រែប្រួលបែបណាប៉ុន្តែអ្វីយើងត្រូវពង្រឹងគឺក្នុងផ្ទះដដែលក្នុងសភាពអ៊ូអរនៃអ្នកចិត្តខាងជួនកាលគេធ្វើឲ្យយើងអត់ងងុយមិនបានដេកហើយពេលដែលយើងដេកគេចេញដើមដូច្នេះចង់មិនចង់យើងត្រូវរក្សាកម្លាំងរកពេលសម្រាប់ពង្រឹងខ្លួនឯងពង្រឹងលើជំនាញពង្រឹងលើស្មារតីពង្រឹងលើការផលិតពង្រឹងលើការអប់រំពង្រឹងលើសុខភាពពង្រឹងលើក្បាច់គុណហើយប្រយ័ត្នស្មារតីយើងធ្លាប់ស្គាល់ភាពពុតបុតក្រោយខ្នងដូច្នេះយើងក៏ត្រូវតែប្រយ័ត្នប្រយែងគ្រប់ពេលក្រែងមានក្បាច់ថ្មីបងប្អូនប្រិយមិត្តអ្នកអានដើមឈើដែលបានបាក់រលំទៅហើយគឺអាចដាំវិញបានតែផ្ទះសម្បែងទឹកដីខុសគ្នាយើងត្រូវការចំហតែមួយរួមគ្នាដែលរាប់ចេញពីការរស់នៅក្នុងគ្រួសារភូមិឃុំសហគមន៍និងសង្គមទាំងមូលមិត្តជនជាតិសិង្ហបុរីម្នាក់ធ្លាប់ប្រាប់ខ្ញុំថាគាត់ធ្លាប់ធ្វើកិច្ចការលឿនច្បាស់ព្រោះគាត់ដឹងថាការងារលឿនហើយប្រសិទ្ធភាពគឺជាភាពខ្លាំងដែលអាចទប់នឹងទម្លាប់ខ្ជិលច្រអូសបានចាប់ពីផ្ដើមពីពេលនេះគ្រប់គ្រងផលិតផលខ្មែរសាមគ្គីជាកូនសោដោយក្តីស្រឡាញ់រាប់អានពីខ្ញុំបាទឡាមឡាយចុងបិចអង្គរណាបងប្អូនណានិយាយគេដោះលេងលោកថាក់ស៊ីនមកបងប្អូនគឺអាចជាមានការប្រែប្រួលក្នុងប្រទេសសៀមបងប្អូនណា
នយោបាយក្នុងប្រទេសសៀមអាចจะមានការប្រែប្រួលបងប្អូនណាអាចញញអនុទានអាចជាធ្លាក់ពីកៅអីទៀតបងប្អូនមិនលេងសើចទេអញ្ចឹងណាព្រោះអីនយោបាយនៅក្នុងប្រទេសសៀមមិនធម្មតាទេបងប្អូនអញ្ចឹងណាអញ្ចឹងយើងមានរងចាំតាមបន្តទៀតចាំមើលបន្ទាប់ពីលោកថាក់ស៊ីនចេញមកថាចាំមើលនៅក្នុងប្រទេសថៃនឹងមានការចរចាជាមួយនឹងប្រទេសកម្ពុជាយើងដើម្បីបញ្ចប់ព្រំដែនឬមួយក៏យ៉ាងម៉េចឬមួយក៏គេចង់លេងវិធីសាស្ត្រអ្វីទៀតជាមួយនឹងយើងមានតែរងចាំតាមបន្តទៀតបងប្អូនអរគុណច្រើន